កូនមាសឪពុកមនុស្សគ្រប់គ្នាដែលកើតមកក្នុងលោករមែងមានការតាក់ទងគ្នាដោយពាក្យនិយាយមានអំណាចដ៏ក្រៃលែងកូនត្រូវយល់ដឹងដូចតទៅ1ពាក្យនិយាយអាចដូរផ្លាស់ហេតុអាក្រក់ឲ្យខ្លាចមកជាហេតុល្អបាន2ពាក្យនិយាយអាចបដូរផ្លាស់មនុស្សដែលមានទុក្ខឲ្យភ្លេចទុក្ខបាន3ពាក្យនិយាយអាចបដូរផ្លាស់មនុស្សខ្ជិលឲ្យមកខ្លាចជាមនុស្សដែលព្យាយាមបាន4ពាក្យនិយាយអាចដូរផ្លាស់មនុស្សល្ងងឲ្យមកខ្លាចជាមនុស្សឆ្លាតបាន5ពាក្យនិយាយអាចបដូរផ្លាស់មនុស្សដែលកំពុងមានទុក្ខកង្វល់ឲ្យខ្លាចមកជាស្ងប់បាន6ពាក្យនិយាយអាចផ្លាស់ប្ដូរមនុស្សដែលចចេះរឹងរូសឲ្យត្រឡប់មកជាមនុស្សប្រដាំងងាយបាន7ពាក្យនិយាយអាចផ្លាស់ប្ដូរមនុស្សដែលខូចសតិឲ្យមានសតិវិញបាន8ពាក្យនិយាយអាចផ្លាស់ប្ដូរមនុស្សឲ្យឆ្លោះគ្នាទៅជាល្អនឹងគ្នាបានចំណែកពាក្យនិយាយនេះនិយាយមានអំណាចដូចគ្នាដែរគឺអាចឲ្យមនុស្សខូចប្រយោជន៍និយាយទម្លាយនូវសេចក្តីសុខចម្រើនរបស់អ្នកដទៃឲ្យបានគ្រប់គ្នាដូច្នេះកូនត្រូវបដិបត្តិក្នុងការនិយាយឲ្យបានហ្មត់ចត់កូនត្រូវហាត់និយាយនៅក្នុងវិចារល្អ5យ៉ាង1និយាយពាក្យពិតមិននិយាយលេះលោះ2និយាយពាក្យពីរោះមិននិយាយញុះញង់3និយាយត្រឹមត្រូវតាមកលៈទេសៈ4និយាយឲ្យបានប្រយោជន៍ដល់អ្នកស្ដាប់5និយាយដោយចិត្តមេត្តាប្រាថ្នាឲ្យអ្នកដទៃបាននូវសេចក្តីសុខឬនិយាយដោយចិត្តសប្បុរសមិននិយាយរបៀបព្រោះពឹសដាក់អ្នកដទៃឡើយកូនមានឪពុកប្រាថ្នាឲ្យកូនបានដល់នូវសេចក្តីល្អ10ប្រការ1កូនត្រូវជាមនុស្សមានសីលធម៌ប្រចាំខ្លួន2កូនត្រូវស្វែងរកការចេះដឹងដាក់ខ្លួន3កូនត្រូវគប់រកតែជាមួយនឹងមិត្តពិតប្រាកដ4កូនត្រូវជាមនុស្សប្រដៅងាយ5កូនត្រូវចេះជួយកិច្ចការអ្នកដទៃ6កូនត្រូវចេះស្រឡាញ់ធម៌សប្បុរស7កូនត្រូវមានការព្យាយាមដោយអំណត់អត់ធ្មត់8កូនត្រូវសន្តោសចំពោះបច្ច័យ4 9កូនត្រូវមានស្មារតីដឹងមុខនេតិរបស់ខ្លួន10កូនត្រូវដឹងសេចក្តីពិតរបស់ជីវិតគឺត្រូវដឹងថាគ្រប់ជីវិតដែលកើតមកហើយរមែងបែកធ្លាយជាធម្មតាទើបមិនគួរប្រមាថក្នុងជីវិតនឹងត្រូវរកផ្លូវឲ្យបានផុតទុក្ខដោយការប្រព្រឹត្តតែអំពើល្អឪពុកសូមឲ្យកូនកុំជាមនុស្សដែលមិនចេះគ្រប់សូមឲ្យកូនបានស្គាល់រសជាតិនៃការគ្រប់គ្រាន់និងសូមឲ្យកូនចាំទុកថាមិនមានរបស់ណាក្នុងលោកដែលអាចធ្វើឲ្យកូនបានឆ្អែតគ្រប់គ្រាន់ឡើយក្រៅពីកូនខ្លួនឯងព្រមគ្រប់នោះឡើយនិងម្យ៉ាងទៀតក្នុងលោកនេះដែរមិនមានអ្វីដែលល្អសម្រាប់ខ្លួនកូនឲ្យក្រៃលែងជាងកូនជាមនុស្សល្អនោះទេសម្បត្តិក្នុងលោកមិនអាចគ្រប់មិនអាចបញ្ឈប់នៅតណ្ហាមានតែខ្លួនឯងឈប់ត្រូវការដោយសារបញ្ញាទើបបានគ្រប់សម្បត្តិក្នុងលោកមិនអាចល្អស្មើនឹងធម៌សនាំចាក់ភពធម៌ពិតកូនឪត្រូវសេពគប់ព្រមទាំងគោរពខ្លួនឯងផង